ទន្លេលឿងឬដែលប្រជាជនចិនហៅថាហួងហឺគឺជាខ្សែទឹកដ៏មានសារៈសំខាន់បំផុតមួយនៅលើពិភពលោកដែលមិនត្រឹមតែជាប្រភពទឹកធម្មតាឡើយប៉ុន្តែវាត្រូវបានចាត់ទុកថាជាម្ដាយបង្កើតនៃអរិយធម៌ចិននិងជាកន្លែងកំណើតដំបូងបង្អស់នៃប្រវត្តិសាស្ត្រសង្គមមនុស្សនៅតំបន់អាស៊ីបូព៌ាយោងតាមឯកសារប្រវត្តិសាស្ត្រនិងទិន្នន័យពី Wikipedia បានបង្ហាញថាទន្លេលឿងមានប្រវែងសរុបប្រហែល 5464 គីឡូម៉ែត្រដែលធ្វើឲ្យវាក្លាយជាទន្លេវែងជាងគេទី2នៅក្នុងប្រទេសចិនបន្ទាប់ពីទន្លេយ៉ង់សេនិងជាទន្លេវែងជាងគេទី6នៅលើពិភពលោកវាមានដើមកំណើតចេញពីតំបន់ភ្នំខ្ពស់គឺភ្នំបាយ័នហាក្នុងខេត្តឈិងហៃភាគខាងលិចប្រទេសចិនហូរកាត់កាណាល់ខេត្តចំនួន9មុននឹងហូរចាក់ទៅក្នុងសមុទ្រប៊ូហាយមូលហេតុដែលទន្លេនេះមានឈ្មោះថាទន្លេលឿងគឺព្រោះតែទឹករបស់វាមានពណ៌លឿងស្រអាប់ដែលកើតចេញពីដីល្បាប់ពលឺហៅថាដីលុយស្ដីល្បាប់ទាំងនេះត្រូវបានទឹកហូរច្រោះនិងបោកបក់ធ្លាក់ចូលទៅក្នុងទន្លេពេលដែលវាហូរកាត់តាមតំបន់ខ្ពង់រាបទោះបីជាដីល្បាប់ទាំងនោះធ្វើឲ្យដីនៅតាមដងទន្លេមានជីជាតិខ្លាំងដែលជួយឲ្យបុព្វបុរសចិនអាចធ្វើកសិកម្មដាំដុះយ៉ាងរីកចម្រើនតាំងពីជាង 7000 ឆ្នាំមុនក៏ដោយប៉ុន្តែវាក៏ជាបញ្ហាធំដែរព្រោះកាកសំណល់ដីល្បាប់ទាំងនោះបានហូរមកកកស្ទះគោនៅលើបាតទន្លេកាន់តែក្រាស់ឡើងធ្វើឲ្យបាតទន្លេហើមកាន់តែខ្ពស់ជាងកម្រិតដីទួលនៅជុំវិញពីមួយឆ្នាំទៅមួយឆ្នាំដែលជាហេតុនាំឲ្យងាយបង្កជាគ្រោះទឹកចំនួនខ្លាំងនៅពេលមានភ្លៀងធ្លាក់ខ្លាំងតាមរយៈការស្រាវជ្រាវពី Initiative pour l'avenir des grands fleuves បានបញ្ជាក់ថាទន្លេលឿងត្រូវបានគេដាក់រហស្សនាមថាជាទន្លេដ៏គ្រោះថ្នាក់បំផុតនៅលើពិភពលោកកាលពីអតីតកាលមុនពេលដែលមានការកសាងទំនប់វារីអគ្គិសនីនិងប្រព័ន្ធការពារទំនើបទន្លេនេះធ្លាប់បានបាក់ទំនប់និងបដូរផ្លូវទឹកជាច្រើនដងរាប់មិនអស់ដែលបង្កជាគ្រោះមហន្តរាយធម្មជាតិនិងគ្រោះទួលរកផឹកសម្រាប់ជីវិតមនុស្សអស់រាប់លាននាក់កំណត់ត្រាប្រវត្តិសាស្ត្របានបង្ហាញថាក្នុងរយៈពេលប្រហែល 2540 ឆ្នាំទន្លេនេះធ្លាប់បានបង្កទឹកចំនួនជាង 1500 ដងដែលធ្វើឲ្យវាទទួលបានការភ័យខ្លាចពីប្រជាជនចំនួនមុនថាជាភាពក្រៀមក្រំរបស់ប្រទេសចិនទោះជាយ៉ាងណាប្រវត្តិសាស្ត្រនៃទន្លេលឿងក៏ជាសក្ខីភាពបង្ហាញពីភាពអត់ធ្មត់និងសមត្ថភាពដ៏អស្ចារ្យរបស់មនុស្សជាតិក្នុងការចងក្រងអភិបាលកិច្ចនិងការគ្រប់គ្រងទឹកផងដែរយោងតាមព័ត៌មានពី Facts and Details បានឲ្យដឹងថារដ្ឋាភិបាលចិនក្នុងសម័យកាលទំនើបបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការសាងសង់ទំនប់យក្សនិងអាងស្តុកទឹកជាច្រើនដូចជាទំនប់សៀវឡាងទីដើម្បីទប់ស្កាត់ទឹកជំនន់ផលិតថាមពលអគ្គិសនីនិងទប់ល្បាប់ដីមិនឲ្យកកស្ទះសប្តាហ៍ថ្ងៃនេះទន្លេលឿងលែងជាភ្នាក់ងារនៃការបំផ្លិចបំផ្លាញដោយកាលពីអតីតកាលទៀតហើយប៉ុន្តែវាបានក្លាយជាខ្សែជីវិតដ៏សំខាន់ដែលផ្ដល់ទឹកស្អាតដល់មនុស្សជាង150លាននាក់និងជួយស្រោចស្រពលើផ្ទៃដីកសិកម្មជាង 15% របស់ប្រទេសចិនទាំងមូលប្រវត្តិរបស់ទន្លេលឿងគឺជាមេរៀនដ៏មានតម្លៃអំពីទំនាក់ទំនងរវាងធម្មជាតិនិងមនុស្សដែលទាមទារឲ្យមានការថែរក្សាការការពារបរិស្ថាននិងការអភិវឌ្ឍដោយចីរភាព